ជំរាបសួរលោកគ្រូតាមការវិភាសាក្រុមរបស់ខ្ញុំបានរៀបចំប្លង់ពិសោធន៍ដូចតទៅចំពោះបំរែបំរួលអាងតង់សេទេដែនម៉ាញេទិកប្រើមេដែក2និងបង្វិលលឿនរួចក៏ត្រាតង់ចុងម្ដងប្រើមេដែក1បង្វិលលឿនរួចក៏ត្រាតង់ចុងម្ដងទៀតចំពោះបំរែបំរួលលើបឿនរង្វិលប្រើមេដែក2បង្វិលលឿនរួចក៏ត្រាតង់ចុងម្ដងប្រើមេដែក2បង្វិលយឺតរួចក៏ត្រាតង់ចុងម្ដងទៀតបាទល្អអរគុណគឺចុះអរគុណលោកគ្រូបាទចឹងដោយចម្លើយរបស់ក្រុមប្អូនទាំងពីរស្ទើរតែត្រូវ 100% អញ្ចឹងលោកគ្រូសូមសង្ខេបប្លង់ពិសោធន៍របស់ប្អូនឡើងវិញចំណុចទី1គឺប្រើមេដែក2ហើយបង្វិលលឿនរួចក៏ត្រាតង់ចុងម្ដងកណ្ដីទី2គឺយើងប្រើមេដែក1រួចបង្វិលលឿនដដែលហើយក៏ត្រាតង់ចុងម្ដងទៀតចំណុចទី2ទាក់ទងនឹងល្បឿនរង្វិលទី1គឺបងប្អូនប្រើមេដែក2ហើយបង្វិលយឺតរួចក៏ត្រាតង់ចុងម្ដងនិងកណ្ដីទី2គឺបងប្អូនប្រើមេដែក2ដដែលប៉ុន្តែបង្វិលលឿនរួចក៏ត្រាតង់ចុងម្ដងទៀតនេះគឺជាប្លង់ពិសោធន៍ដែលបងប្អូនបានរៀបចំឡើងអញ្ចឹងបន្តទៅទៀតបងប្អូនចាប់ផ្ដើមធ្វើពិសោធន៍របស់យើងបាទអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើការពិសោធន៍លោកគ្រូនឹងបង្ហាញបងប្អូនអំពីរបៀបដំឡើងឧបករណ៍ពិសោធន៍បាទអញ្ចឹងលោកគ្រូសូមឧបករណ៍ពិសោធន៍ពីក្រុមទី1មកបង្ហាញសិនអញ្ចឹងនៅទីនេះគឺទី1យើងមានជាឌីណាម៉ូគំរូ1បន្ទាប់មកគឺយើងមានជាមេដែកយើងចំនួន2អញ្ចឹងបងប្អូនជាដំបូងគឺបងប្អូនដាក់មេដែករបស់យើងភ្ជាប់ទៅជាមួយនឹងឌីណាម៉ូគំរូរបស់យើងអញ្ចឹងយើងដាក់ម្ដងទាំងពីរទៅតែម្ដងឲ្យហើយទៅយើងមានភាពងាយស្រួលជាងបន្ទាប់មកនេះគឺជាវ៉ុលម៉ែត្រអេឡិចត្រូនិករបស់យើងតែមុននឹងពេលបងប្អូនចាប់ផ្ដើមធ្វើពិសោធន៍គឺទី1បងប្អូនត្រូវចុចប៊ូតុង power វាឲ្យដំណើរការសិនអញ្ចឹងបងប្អូនឲ្យចុចប៊ូតុង power វាទៅហើយបន្ទាប់មកឲ្យតម្លៃវាចុះទៅតម្លៃ1គឺប្រហែល0អញ្ចឹងគឺវាអាចទៅ 0.001 ឬក៏ 0.002 ឬក៏ទៅ0តែម្ដងបន្ទាប់មកបងប្អូនឲ្យកាច់កាលីបរបស់វានៅទីនេះមកកាន់តម្លៃទីតាំងចុងឆ្លាស់ហើយត្រូវជាមួយនឹងកាលីប2 V ហើយបងកាន់កាច់មកកាន់កាលីប2 V បន្ទាប់មកបងទាញផ្នែកខាងក្រោយរបស់វ៉ុលម៉ែត្ររបស់យើងឲ្យផ្ងាមកដើម្បីឲ្យវាអាចបញ្ឈរបានហើយយើងដាក់វាបញ្ឈរបន្ទាប់មកទៀតគឺបងចាប់ដើមភ្ជាប់ខ្សែទាំងពីររបស់វ៉ុលម៉ែត្ររបស់យើងទៅជាមួយនឹងឌីណាម៉ូគំរូរបស់យើងទៅតាមពណ៌របស់វាពណ៌ខ្មៅយើងភ្ជាប់ជាមួយនឹងពណ៌ខ្មៅហើយពណ៌ក្រហមយើងភ្ជាប់មួយពណ៌ក្រហមរួចហើយយើងចាប់ផ្ដើមធ្វើដំណើរការពិសោធន៍របស់យើងតែម្ដងតើនេះបងតើបាទអញ្ចឹងសូមចាប់ផ្ដើមធ្វើការពិសោធន៍ហើយបងសូមដល់ទៅកាន់ទីតាំងដើមរបស់បងវិញចឹងនេះគូឲ្យបងប្អូនឡើងវិញបាទចឹងសូមចាប់ដើមធ្វើពិសោធន៍បាទយើងចាប់ផ្ដើមដំឡើងឧបករណ៍ពិសោធន៍របស់យើងបងប្អូនបើយើងធ្វើការពិសោធន៍គឺទៅតាមប្លង់ពិសោធន៍ដែលបងប្អូនបានគិតឡើងបាទយើងត្រូវធ្វើពិសោធន៍ទៅតាមប្លង់ពិសោធន៍របស់យើងបងប្អូនណា
bà ôn chứng dương sauពេល30 វិនាទីទៀតសម្រាប់ការពិសោធន៍របស់យើងបាទតើសម្រាប់បងដែលបានធ្វើការពិសោធន៍ចប់រួចរាល់ហើយសូមបង្ហាញលទ្ធផលហើយបងឡើងមកបំពេញនៅក្នុងតារាងលើក្តារខៀនរបស់យើងមកសូមតំណាងក្រុមមួយប្រាំពីក្រុមទី1ទៅមុនបាទអរគុណទៅកន្លែងបាទសូមបន្តក្រុមទី2បងបាទអរគុណទៅកន្លែងសូមក្រុមទី3បងបាទអរគុណទៅកន្លែងសូមក្រុមទី4បងបាទបងអរគុណទៅកន្លែងមកសូមក្រុមទី5បងបាទអរគុណទៅកន្លែងចឹងនេះគឺជាលទ្ធផលដែលក្រុមបងប្អូននីមួយៗបានទទួលនេះគូគាត់បញ្ជាក់ឡើងវិញលេខនេះគឺលេខ3អញ្ចឹងសូមតំណាងក្រុមទី5ឡើងបកស្រាយលទ្ធផលរបស់ខ្លួនជំរាបប្រសាលោកគ្រូតាមការពិសោធន៍ក្រុមយើងទទួលបានលទ្ធផលដូចតទៅចំពោះបំរែបំរួលល្បឿនបង្វិលករណីទី1កាលណាល្បឿនបង្វិលយឺតយើងទទួលបានតង់ឆុង 0.598 វ៉ុលករណីទី2កាលណាល្បឿនបង្វិលលឿនយើងទទួលបានតង់ឆុង 1.03 វ៉ុលចំពោះបំរែបំរួលដែនម៉ាញ៉េទិកករណីទី1កាលណាដែនម៉ាញ៉េទិកប្រើមេដែក1យើងទទួលបានតង់ឆុង 0.550 វ៉ុលករណីទី2កាលណាដែនម៉ាញ៉េទិកប្រើមេដែក2យើងទទួលបានតង់ឆុង 1.03 វ៉ុលបាទទៅកន្លែងបាទអញ្ចឹងសូមតាមក្រុមនីមួយធ្វើសេចក្តីសន្និដ្ឋានទៅលើលទ្ធផលនៃការពិសោធន៍របស់យើងអញ្ចឹងបងមានពេល2នាទីសម្រាប់ធ្វើការពិភាក្សាលើលទ្ធផលនេះបាទសូមចាប់ផ្ដើមហើយសរសេរចម្លើយយើងលើសញ្ញាការពិសោធន៍បងប្រកបការតម្លៃដែលមានសេចក្តីធំក្នុងដែរហ្នឹងហើយតង់សងនោះយើងកាន់តែធំដល់ពេលយើងប្រើតម្លៃដែលមានពេញរបស់យើងកាន់តែធំយើងប្រើបានតម្លៃអគ្គិសនីរបស់យើងបានធំដូចគ្នាដែរអញ្ចឹងតម្លៃយកគាត់ស្គាល់បាទអញ្ចឹងយើងអស់ម៉ោងបងសូមក្រុមទី1ឆ្លើយសំណួររបស់យើង
ជំរាបប្រសាសន៍លោកគ្រូតាមរយៈលទ្ធផលពិសោធន៍ក្រុមយើងខ្ញុំសន្និដ្ឋានថាបើល្បឿនរង្វិលកាន់តែលឿននោះកម្លាំងអគ្គិសនីចលករអង្គនាវីកាន់តែធំម្យ៉ាងទៀតបើអង្គតង់ស៊ីតេនៃដែនម៉ាញេទិកកាន់តែធំនោះកម្លាំងអគ្គិសនីចលករអង្គនាវីក៏កាន់តែធំដែរ បាទល្អបងអរគុណគូចុះ អរគុណលោកគ្រូ បាទជាបន្តបងយើងចូលទៅកាន់ក្រុមទី ជំរាបប្រសាសន៍លោកគ្រូដែលផ្អែកទៅលើលទ្ធផលរបស់ក្រុមយើងខ្ញុំដែលទទួលបានយើងអាចសន្និដ្ឋានបានថាបើអង្គតង់ស៊ីតេដែនម៉ាញេទិកកាន់តែធំនោះកម្លាំងអគ្គិសនីចលករអង្គនាវីកាន់តែធំនិងបើល្បឿនរង្វិលរបស់បូប៊ីនកាន់តែលឿននោះកម្លាំងអគ្គិសនីចលករអង្គនាវីក៏កាន់តែធំដែរ បាទល្អអរគុណបងគូចុះ អរគុណលោកគ្រូ បាទក្រុមទី 3 បង ជំរាបសួរលោកគ្រូតាមលទ្ធផលពិសោធន៍ក្រុមយើងខ្ញុំអាចសន្និដ្ឋានបានថាបើកាលណាល្បឿនរង្វិលកាន់តែលឿននោះគេនឹងទទួលបានកម្លាំងអគ្គិសនីចលករអង្គនាវីក៏កាន់តែធំបើអង្គតង់ស៊ីតេដែនម៉ាញេទិកកាន់តែធំនោះគេនឹងទទួលបានកម្លាំងអគ្គិសនីចលករអង្គនាវីក៏កាន់តែធំដែរ បាទល្អបងអរគុណគូចុះបន្តមកក្រុមទី 4 បង ជំរាបប្រសាសន៍លោកគ្រូតាមលទ្ធផលក្រុមយើងខ្ញុំបានសន្និដ្ឋានដូចតទៅកាលណាល្បឿនរង្វិលកាន់តែលឿននោះកម្លាំងអគ្គិសនីចលករអង្គនាវីកាន់តែធំកាលណាប្រើមេដាយកាន់តែច្រើននោះកម្លាំងអគ្គិសនីចលករអង្គនាវីក៏កាន់តែធំដែរ បាទល្អបងគូចុះ អរគុណលោកគ្រូ បាទសូមចម្លើយក្រុមទី 5 បង វិប្រសាសន៍លោកគ្រូយោងតាមការពិសោធន៍រួចមកក្រុមយើងខ្ញុំអាចទាញក្តីសន្និដ្ឋានបានថាកាលណាយើងបង្កើនល្បឿនរង្វិលនោះយើងនឹងទទួលបានកម្លាំងអគ្គិសនីចលករអង្គនាវីកាន់តែធំដូចគ្នានេះដែរបើតម្លៃដែនម៉ាញេទិកកាន់តែធំនោះយើងនឹងទទួលបានកម្លាំងអគ្គិសនីចលករអង្គនាវីក៏កាន់តែធំដូចគ្នា បាទល្អបងអរគុណគូចុះ បាទអរគុណលោកគ្រូ បាទអញ្ចឹងការសន្និដ្ឋានរួមរបស់ក្រុមពិភាក្សាយើងគឺកម្លាំងអគ្គិសនីចលករអង្គនាវីអាស្រ័យទៅជាមួយនឹងល្បឿនរង្វិលរបស់បូប៊ីននិងអង្គតង់ស៊ីតេនៃដែនម៉ាញេទិកការសន្និដ្ឋានកម្លាំងអគ្គិសនីចលករអង្គនាវីកម្លាំងអគ្គិសនីចលករអង្គនាវីអាស្រ័យនឹងល្បឿនរង្វិលរបស់បូប៊ីននិងអង្គតង់ស៊ីតេនៃដែនម៉ាញេទិកដំណោះស្រាយអញ្ចឹងចំណុចទី 1 របស់យើងគឺយើងមានទី 1 គឺ fluid magnetic ចឹង fluid magnetic របស់យើងតាមដោយអក្សរ phi ចឹង phi របស់យើងស្មើទៅជាមួយនឹង b គុណវាទៅជាមួយនឹង a ហើយយើងគុណវាទៅជាមួយនឹងកូស data ប៉ុន្តែដោយសារតែចេនិតារបស់យើងគឺជាចេនិតាចរន្តឆ្លាស់ហើយមានបូប៊ីនវិលអញ្ចឹងធ្វើឲ្យមុំ data របស់យើងប្រែប្រួលអញ្ចឹងយើងអាចបដូរកន្សំនេះចេញទៅជា phi ស្មើទៅនឹង b គុណនឹង a ហើយយើងគុណវាទៅជាមួយនឹងកូស omega t ចំណុចទី 2 ដែលយើងមានដែរបងគឺនៅទីនេះគឺច្បាប់ Faradayចឹងច្បាប់ Faraday របស់យើងគេរសេវាបានថា E ស្មើទៅជាមួយនឹងដក N គុណវាទៅជាមួយនឹង d phi លើ dt មានន័យថា E របស់យើងស្មើដល់ N derivative នៃ fluid magnetic ចឹងនៅទីនេះយើងបានចឹងយើងបាន E គឺស្មើទៅជាមួយនឹងដក N គុណវាទៅជាមួយនឹង D លើ dt នៃ B គុណនឹង A ហើយគុណវាទៅជាមួយនឹង cos omega t ចឹងដោយសារយើងធ្វើ derivative ទៅចឹងនៅទីនេះគឺដក N យើងរក្សាវាទុក B និង A គឺជាទំហំថេរយើងទាញវាចេញក្រៅហ
ហើយបន្តមកយើងធ្វើ derivative ទៅលើ cos omega t ជាទម្រង់នៃ derivative cos oi ស្មើទៅជាមួយនឹង oi' ដក sin oi អញ្ចឹង oi' របស់យើងគឺបាន omega ហើយបន្តមកទៀតគឺយើងដក sin oi គឺដក sin omega t ត្រឡប់មកវិញអញ្ចឹងនេះគឺសញ្ញាដកយើងមាន2អញ្ចឹងដកប៉ាន់ដកទៅជាបូកនេះក្រៅចេញទៅជា n គុណវាទៅជាមួយនឹង b គុណវាទៅជាមួយនឹង a គុណនឹង omega ហើយយើងគុណវាទៅជាមួយនឹង sin omega t សម្រាប់នៅទីនេះវាជាប់អនុគមត្រីកោណមាត្រ sin omega t តម្លៃនៅខាងមុខអនុគមត្រីកោណមាត្រនេះវាគឺជាតម្លៃអតិបរមានៃអនុគមអញ្ចឹងយើងធ្វើការតាំងm ស្មើទៅជាមួយនឹង n b a omega ជាកម្លាំងអគ្គិសនីចលករអតិបរមាចឹងយើងតាំង m ស្មើ n b a omega ជាកម្លាំងអគ្គិសនីចលករអតិបរមាអញ្ចឹងនៅទីនេះគឺយើងបានយើងបានក្រសោមរបស់យើងគឺស្មើទៅជាមួយនឹង m ហើយយើងគុណវាទៅជាមួយនឹង sin omega t អញ្ចឹងនេះគឺជាសមីការតាំងឲ្យកម្លាំងអគ្គិសនីចលកររបស់ចេនីតាអញ្ចឹងចំពោះអញ្ញត្តិរបស់យើងមួយវិញបងគ្រូអាចបង្កើតអញ្ញត្តិមួយឲ្យយើងវិញបានដែល n របស់យើងគឺជាចំនួនស្ពាហើយb ដែនម៉ាញេទិកຂະຫນາດរបស់យើងគឺគិតវាជា Tesla A ផ្ទៃមុខកាត់បូប៊ីន